ការប្រកួតដំបូងនៃដំណាក់កាលទី2សម្រាប់ក្រុម Bottom 5 ឬក៏ក្រុមនៅខាងក្រោមទាំង5បាទលោកកញ្ញាកណ្ដាលលំធឿនជាអ្នកកាត់សេចក្តីនៅក្នុងការប្រកួតនេះហើយបាទនេះគឺជាការប៉ុនប៉ងរបស់ Shori Murata តាំងតែពីនាទីទី2បាទគេគៀសចុះគឺឡើងទាត់តែរំលងរបាទីបន្តមកទៀតការបញ្ជូនត្រង់នេះនៅនាទីទី23ហើយក៏ទាត់យកតែម្ដងដោយ Victor Azike Ekene ពិតជាល្អមែនទែនបាទបាល់មួយជើងនេះគឺកោងតែមិនមែនកោងចេញទេគឺបុកនឹងបង្គោលខ្ទាតមកវិញផុតដៃរបស់អ្នកចាំទីអ៊ុំសេរីរតការបញ្ជូនរបស់ប្រធានក្រុម Samuel Ofori ក៏ល្អណាស់ដែរសម្ដៅមករក Victor Azike 1-0នាំមុខដោយក្រុមម្ចាស់ផ្ទះគិរីវង្សសុកសានជ័យយ៉ាងណាក៏ដោយត្រង់នេះបាទគ្រាប់បាល់ដែលស្អាតជាង Victor Azike ទៅទៀតគឺ Konarong គៀសមួយទាត់កោងយកមុំមិនឲ្យអ្នកចាំទីស៊ូសវណ្ណិតលូតដល់នោះទេបាទធ្វើបានល្អមែនតើត្រង់នេះបន្ទាប់ពីទទួលបានពីមិត្តរួមក្រុមគេគៀសមួយទាត់យកតែម្ដងបង្កើតជាគ្រាប់បាល់តាមស្មើ1-1ឲ្យក្រុមភ្ញៀវកងយុទ្ធពលខេមរៈភូមិន្ទនៅចុងការប្រកួតមានបាល់មួយបាល់ទៀតសម្ដៅទៅរកទីក៏ប៉ុន្តែមិនបញ្ហានោះទេការលូកជើងរបស់សូកាតាអូកាចំជំហររបស់អ្នកចាំទីស៊ូសវណ្ណិតអញ្ញាកណ្ដាលលំធឿនផ្លុំកញ្ចែបញ្ចប់វគ្គទី1ដែលក្រុមទាំងពីរស្មើគ្នា1-1ហើយបន្តចូលដល់វគ្គទី2យើងមានការប្រែប្រួលមួយចំនួនហើយត្រង់នេះបាទកីឡាករ Valentine ពិតជាកីឡាករដែលមានឱកាសច្រើនប៉ុន្តែត្រង់នេះគេធ្វើមិនបានល្អបាទទាត់ជើងឆ្វេងមិនចំគោលដៅទាំងការទាត់ទាំងការតែតបាទ Valentine នេះមានឱកាសច្រើនមែនទែនចំណែកត្រង់នេះវិញបាទគឺ Mizuno Ikaru បាទទាត់ជើងឆ្វេងក៏មិនចំគោលដៅដូចគ្នាបាទចម្ងាយនេះជិតមែនទែនប៉ុន្តែបាទបាល់ទាត់គឺបែបនេះបាទ Mizuno Ikaru ទាត់បាទរំលងរបាទីតែប្រើជើងឆ្វេងតែមិនមែនជាជំនាញរបស់គេបន្តមកទៀតបាទនាទីទី55គឺជាការបន្ថែមមួយគ្រាប់ទៀតនឹងជាគ្រាប់នាំមុខសាជាថ្មីដោយ Lewis Willy សម្រាប់ក្រុមម្ចាស់ផ្ទះគិរីវង្សសុកសានជ័យបាទនេះហើយគឺជាការបញ្ជូនមករកសៅវ៉ៃហ្វីព្យាយាមកាត់ហើយក៏បែនបញ្ចូលទីដោយ Lewis Willy បាទមួយជើងពីអ្នកចាំទីស៊ូសវណ្ណិតនៅនាទីទី60បាទគឺដល់មុខទីតែម្ដងគៀសមួយផុតហើយក៏ទាត់បញ្ចូលទីបាទខ្សែការពារ3រូបបាទរត់តាមបាល់ណែបាទអ្នកចាំទីអ៊ុំសេរីរតចេញមកហ៊ុយសុភារៈឆ្កឹះផុតនឹងទាត់បញ្ចូលទីបានយ៉ាងល្អ3-1គ្រាប់បាល់នៅមុខរបស់ក្រុមម្ចាស់ផ្ទះគិរីវង្សសុកសានជ័យយ៉ាងណាក៏ដោយនាទីទី76មានការតែតមួយក្បាលសម្ដៅទីដោយបាល់វិញអធិស្ឋានបាទគឺ Mizuno Ikaru ប៉ុន្តែបាល់នេះបុករបាទីខ្ទាតចេញក្រៅទៀតបាទឱកាសច្រើនណាស់តែស្ទើរសំណាងបន្តិចហើយសម្រាប់កងយុទ្ធពលខេមរៈភូមិន្ទបាទត្រង់នេះប្រធានក្រុមបាទជាស្អីបាទគឺ Abi Abodzi បាទជន់បាល់ឲ្យខ្លួនឯងឆ្កឹះមកមិនផុតបាទគឺធ្វើឲ្យកីឡាករបាទរបស់ក្រុមមកភ្ញៀវទាត់មួយជើងពេញទំហឹងម្ដងជួយយ៉ាងម៉េចយ៉ាងបានបាទហើយក៏មួយជើងចុងក្រោយនេះចប់ការប្រកួតឬសម្លេងកញ្ចែពីលោកអញ្ញាកណ្ដាលលំប៊ុនធឿនក្រុមម្ចាស់ផ្ទះគិរីវង្សសុកសានជ័យយកឈ្នះបាទកងយុទ្ធពលខេមរៈភូមិន្ទលើលទ្ធផល3-2